Tuesday ខ្ញុំខាន់ទេវីដេអូនេះខ្ញុំនឹងបង្កើត user ហើយនឹង group បន្ទាប់មកខ្ញុំនឹង assign វាឲ្យទៅ group នីមួយៗអញ្ចឹងដំបូងខ្ញុំបង្កើត user សិនគឺ user add .m បន្ទាប់មកខ្ញុំដាក់ឈ្មោះ send ខ្ញុំបង្កើត user មួយទៀត user add .m ខ្ញុំដាក់ឈ្មោះ mon បន្ទាប់មកខ្ញុំចូលទៅដាក់ password ទៅឲ្យ user មួយគឺ passwd ហើយនឹងឈ្មោះ user បន្ទាប់មក enter ហើយគឺយើងវាយ password បន្ទាប់មក confirm ហើយយើងដាក់ password ឲ្យ user មួយទៀតអញ្ចឹងបន្ទាប់ពីយើងដាក់ password ហើយកន្លែងនេះខ្ញុំនឹងធ្វើការបង្កើត group 2ទៀតដើម្បី assign user ទៅឲ្យ group មួយអញ្ចឹងខ្ញុំនឹងបង្កើត group ឈ្មោះថា OID ហើយនឹង group add មួយទៀតគឺមានឈ្មោះថា ICU អញ្ចឹងដើម្បីងាយស្រួលយល់គឺខ្ញុំចូលទៅមើល ID របស់ user មួយសិនគឺខ្ញុំនឹងវាយពាក្យថា ID ឈ្មោះ user មួយអញ្ចឹងគឺយើងបានឃើញ group គឺយកតមាន add ចូលអីទេអញ្ចឹងវានៅមានឈ្មោះ user ដដែលអញ្ចឹងខ្ញុំនឹងធ្វើការ assign user send ហ្នឹងទៅឲ្យ OID អញ្ចឹងយើងនឹងធ្វើការវាយពាក្យថា user mode .a2g ធំបន្ទាប់មកឈ្មោះក្រុមហើយនឹងឈ្មោះ user មួយទៀតឈ្មោះ mon គឺ assign ទៅឲ្យ ICU អញ្ចឹងខ្ញុំចង់ដឹងថាខ្ញុំ assign ត្រូវអត់អញ្ចឹងខ្ញុំនឹងធ្វើការ ID user មួយអញ្ចឹងនោះខ្ញុំ assign ត្រូវហើយគឺ send ហ្នឹងទៅ OID ហើយនឹង mon ហ្នឹងទៅ ICU អញ្ចឹងខ្ញុំនឹងធ្វើការ add group primary មួយ2ទៀតគឺ group add primary 3ហើយនឹង group add primary 4អញ្ចឹងខ្ញុំធ្វើការដូរឈ្មោះ send ហើយនឹង mon ហ្នឹង send គឺទៅ primary 3 mon ទៅ primary 4អញ្ចឹងកន្លែងនេះដោយសារខ្ញុំធ្វើការវាយ command call អញ្ចឹងខ្ញុំធ្វើការ clear សិនអញ្ចឹងខ្ញុំ ID មើលវាសិនអញ្ចឹងខ្ញុំនឹងធ្វើការ add send ហ្នឹងទៅ primary 3ហើយនឹង mon ហ្នឹងទៅ primary 4អញ្ចឹងខ្ញុំត្រូវប្រើ command user mode.g វាមិន .ag ដូចអាមុននេះអញ្ចឹងនេះខ្ញុំធ្វើការដូរហើយអញ្ចឹងវីដេអូរបស់ខ្ញុំក៏ដល់ទីបញ្ចប់